ជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់សម្រាប់ការប្រឡងតាមប្រព័ន្ធអនឡាញមួយ EdTech ប្រចាំខែកក្កដារបស់យើងគឺប្រព័ន្ធប្រឡងមានការប្រែប្រួលខ្លះអញ្ចឹងលោកគ្រូធ្វើវីដេអូនេះដើម្បីឲ្យបងប្អូនអនុវត្តតាមការណែនាំជៀសវាងការប្រឡងទៅមានបញ្ហាដូចខែកន្លងមកអញ្ចឹងបងប្អូនអាចចូលប្រឡងបានតាមរយៈការ scan QR នៅក្នុងរូបភាពនេះហើយមួយទៀតគឺតាមរយៈ link មួយនេះបាទអញ្ចឹងលោកគ្រូសូមចូលទៅប្រឡងតាមរយៈ link បាទនេះគឺជាការប្រែប្រួលរបស់ប្រព័ន្ធដែលខុសពីខែកន្លងមកអញ្ចឹងពេលដែលបងប្អូនបើកមកបងប្អូនឃើញផ្ទាំងមួយនេះបាទសូមជ្រើសរើសយកទៅលើពាក្យថាយល់ព្រមនិងបិទជានិច្ចបាទខ្ញុំនឹងចុចកន្លែងនេះមកហើយបន្ទាប់មកបងប្អូនជ្រើសរើសយកចូលប្រឡងមកកន្លែងចូលប្រឡងមួយនេះហើយដំណើរការនៃការប្រឡងគឺបងប្អូនធ្វើដូចខែកន្លងមកដែរគឺយើងជ្រើសរើសខេត្តបាទបន្តមកទៀតគឺការជ្រើសរើសស្រុកក្រុងស្រុកខណ្ឌហើយជ្រើសរើសឈ្មោះសាលាបាទថ្នាក់រៀននិងស្វែងរកឈ្មោះរបស់បងប្អូនដែលត្រូវប្រឡងបន្ទាប់មកយើងចុចទៅលើពាក្យប្រឡងបន្តមកទៀតគឺបងប្អូនជ្រើសរើសមុខវិជ្ជាដែលបងប្អូនចង់ប្រឡងបងប្អូនអាចប្រឡងមុខវិជ្ជាណាមួយមុនក៏បានដែរអញ្ចឹងដំណើរការនៃការប្រឡងរបស់យើងនឹងគឺដូចខែកន្លងមកដែរគ្រាន់តែខុសនៅពេលដែលយើងបើកមកគឺឲ្យបងប្អូនត្រូវតែចុចទៅលើពាក្យយល់ព្រមនិងបិទជានិច្ចបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំប្រឡងមុខវិជ្ជាភាសាខ្មែរនេះមួយទៅហើយយើងចាប់ផ្ដើមតបមកបងប្អូនធ្វើការជ្រើសរើសបាទនៅចម្លើយដែលត្រឹមត្រូវបាទមើលសំណួរហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវបាទអញ្ចឹងដោយសារបងប្អូនធ្លាប់បានប្រឡងច្រើនខែមកហើយអញ្ចឹងវីដេអូរបស់លោកគ្រូគឺមិនធ្វើឲ្យវែងឆ្ងាយទេដោយសារបងប្អូនចេះប្រឡងហើយអញ្ចឹងបងប្អូនឆ្លើយឲ្យបានគ្រប់ទាំង10សំណួរទៅហើយចុចទៅលើពាក្យបញ្ជូនទៅនឹងបងប្អូននឹងបានបញ្ចប់នៃការប្រឡងរបស់យើងដោយជោគជ័យហើយជាចុងក្រោយលោកគ្រូក៏សូមជូនពរឲ្យបងប្អូនទាំងអស់ពេលដែលប្រឡងចប់នឹងទទួលបានជោគជ័យនិងលទ្ធផលល្អគ្រប់គ្នា